យើងខ្ញុំសូមគោរពជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកធ្វើវីដេអូពីការរៀនធម៌ចារៀនខ្លួនឯងផងហើយនឹងចែកជូនពុកម៉ែបងប្អូនលោកតាលោកយាយរៀនជាមួយខ្ញុំទាំងអស់គ្នាចាអញ្ចឹងចាប់ផ្ដើមរៀនជាមួយខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនលោកតាលោកយាយបទសារភ័ញ្ញនិងនមស្ការចាជាបឋមគឺសុំអានសិនលោកតាលោកយាយពុកម៉ែបងប្អូនដើម្បីងាយស្រួលក្នុងការសូត្រសូមថ្វាយបង្គំព្រះសម្ពុទ្ធប្រសើរបំផុតក្នុងលោកាជាគ្រូនៃមនុស្សនិងទេវតាទ្រង់ត្រាស់ទេសនាប្រដៅសត្វចង់អុលឲ្យដើរផ្លូវកណ្ដាលមាគាត្រការអាចកំចាត់ទុក្ខភ័យចង្រៃឲ្យខ្ចាយបាត់អាចកាត់សង្សារៈទុក្ខបានសាសនាព្រះអង្គនៅសពថ្ងៃសត្វមាននិស្ស័យពីបុរាណប្រឹងរៀនប្រឹងស្ដាប់ចេះចាំបានកាន់តាមលំអានបានក្តីសុខឥតមានសុខណាស្មើក្តីស្ងប់បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខតាំងពីលោកនេះតទៅមុខក្តីសុខនឹងមានព្រោះធម៌ស្ងប់ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌ព្រះសង្ឃបវរទាំងគ្រប់សពរួមជាត្រៃរតន៍គួរគោរពជាម្លប់ត្រជាក់នៃលោកាព្រះរូបព្រះធាតុនៃព្រះពុទ្ធវិសុទ្ធតាមអង្គព្រះសាស្តាសូមគុណត្រៃរតន៍ជួយខេមរាឲ្យបានសុខាតរៀងទៅចាឥឡូវពុកម៉ែបងប្អូនលោកតាលោកយាយរៀនសូត្រជាមួយខ្ញុំទាំងអស់គ្នាសូមថ្វាយបង្គំព្រះសម្ពុទ្ធប្រសើរបំផុតក្នុងលោកាជាគ្រូនៃមនុស្សនិងទេវតាទ្រង់ត្រាំងទេសនាប្រដៅសត្វចង់អុលឲ្យដើរផ្លូវកណ្ដាលមាគាត្រការអាចកំចាន់ទុក្ខភ័យចង្រៃឲ្យខ្ចាយបានអញកាន់សង្សាររាំងទុក្ខបានសាសនាព្រះអង្គនៅសំថ្ងៃសន្មាននិស្ស័យពីបុរាណប្រឹងរៀនប្រឹងស្ដាំចេញចាំបានកាន់តាមលំអានបានក្តីសុខឥតមានសុខណាស្មើក្តីស្ងំបញ្ចំត្រឹមសុខឃ្លានចាទុក្ខតាំងពីលោកនេះតទៅមុខក្តីសុខនឹងមានព្រោះធម៌ស្ងប់ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌
ព្រះសង្ឃបវរទាំងក្រុមសំរួមជាត្រៃរណគួរគោរពជាម្លំត្រជាក់នៃលោកាព្រះរូបព្រះធាននៃព្រះពុទ្ធវិសុទ្ធតាមអង្គព្រះសង្ឃស្ដាសូមគុណត្រៃរណជួយខែមរាឲ្យបានសង្ខាតរៀងទៅចាហើយនាងខ្ញុំក៏សូមខន្តីអភ័យទោសចំពោះលោកតាលោកយាយដែលខ្ញុំករណាទៅមានខុសទៅណាក៏សូមអភ័យទោសព្រោះវីដេអូខ្ញុំធ្វើឡើងនេះគឺជាការខ្ញុំរៀនហើយក៏ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដែលរៀនសូត្រជាមួយខ្ញុំទាំងអស់គ្នាដែរចាហើយក៏សូម